អាចគូដៃបន្តដៃយើងមើលពីខាងមុខបែបហ្នឹងហើយអត់ច្បាស់ទេយើងអាចរកមើលរូបនេះយើងអាចមើលពីចំហៀងហ្នឹងដៃនេះពីចំសាយយូរយើងមើលតាមហ្នឹងទៅឃើញតម្រង់វាអញ្ចឹងដៃហ្នឹងយើងគូចេញពីប្រអប់ទៅពីបុកទៅគូឲ្យវារៀងនេះមករៀងសំប៉ែតអញ្ចឹងទៅបន្ទាប់មកយើងមិនទាន់ដាក់នៅ subdivision ទាំង3នេះសិនក៏បានដែរតោះនេះយើង rotation វាយកទៅណាយើង rotation វាយកបន្ទាប់មកយើង scale វាយកអក្សរ O មក scale វាពេលដែលយើង scale ទៅ pivot វា align តាម object ហើយវា trade តាម object អញ្ចឹងយើង scale ទៅវាអត់អីទេវាទៅតាម normal នៃ object ហើយ pivot របស់វាហ្នឹងបន្ទាប់មកយើងត្រូវចូលទៅក្នុង right view យើងទាញវាឲ្យចំកណ្ដាលណាបើចំកណ្ដាលទេយើងបន្ថែមខ្សែវាមួយដោយយើងប្រើប្រាស់ទៅលើអីគេ insert edge loop ហ្នឹងយើងទាញមួយមកចំកណ្ដាលចុចឡើងណាក៏ចំកណ្ដាលយើងត្រូវយកកន្លែង Mathi ហ្នឹងដើម្បីឲ្យវាកណ្ដាលតោះនេះបើយើងចុចយកវាអត់កណ្ដាលទេអាហ្នឹងយើងយល់មេរៀននេះ Alt ឲ្យជាប់ left click ទៅវា zoom អញ្ចឹងត្រូវហើយ space ឲ្យជាប់ left click ជាប់ដូរទៅ front view បន្ទាប់មកលោកគ្រូចាប់ផ្ដើមបន្ថែមឡាញវាអាចយក3យ៉ាងទៅហើយ1អញ្ចឹងគ្រូចូលទៅក្នុង insert ទៅដែរតែវាជាប់ option ចាស់ហើយគឺវានៅ center បន្ទាប់មកលោកគ្រូចូលទៅក្នុង insert option លោកគ្រូយកមិនយក1ទៀតទេគ្រូអាចយក3ចុចទៅវា3ចុចឡើងណាក៏បានដែរគឺវា3ស្មើគ្នាហើយចាំយើង reset to ចោលបិទចោលវាមក standard វិញ standard បន្ទាប់មកយើងត្រូវទាញវាដោយប្រើប្រាស់ទៅលើ vertex ទាញវាមកតែ pivot វាអត់ align តាម object ហ្នឹងទេអាហ្នឹងណាអញ្ចឹងយើងអាច control shift right click យើងយក object តោះណាអញ្ចឹងពេលដែលយើងទាញទៅទាញតែមួយអាទេគឺវា follow ទៅតាម object ហ្នឹងណាប៉ុន្តែបើយើងយក wall គឺវា follow ទៅតាម grid បានថាវាកែង grid pivot របស់យើងនេះអានេះ grid របស់យើងអញ្ចឹងបើសិនជាយើង control shift right click យើងយក wall គឺអាហ្នឹងដូចយើងមានខ្សែមួយគឺវាកែងនឹងផែនដីហ្មង pivot របស់វាអញ្ចឹងបើយើងចង់ឲ្យវា align ឲ្យវា follow តាម object យើងយក object មកពេលដែលយើងឈរនៅលើ move ហើយយើងចុច control shift ហើយយើងយក object ទៅអញ្ចឹងយើងទាញទៅវាត្រង់ align object តែបើយើងនេះគឺ wall នេះគឺវាកែងនឹង grid
chẳng nhưng trong vật chất chứ ọt tàu của bạn tiền nha trong pivot viết ở là anh object đó viết đềតាម object ចឹងយើងទាញតែអិចទេវាទៅត្រង់ trade ទៅត្រង់តាមអរបស់យើងទាញវាបែបហ្នឹងយើង scale ក៏បានដែរប៉ុន្តែបើសិនយើងយក control C right click យក wall វិញពេលដែលយើង scale ទៅវាអត់នេះទេណា scale តាម x ទៅវារៀងខុសត្រង់ទ្រាយបាត់ហើយអញ្ចឹងយើងត្រូវយក object វិញ control C right click ជាប់រុញទៅ object អញ្ចឹង scale ទៅវារីកស្មើពេលយើងបានប៉ុណ្ណឹងយើងចាប់ផ្ដើមទាញពី perspective មកទាញអានេះចុចតែកន្លែងនេះទាញឲ្យវាមកលើទាញធ្វើម៉េចឲ្យដូចគេហៅថាខ្នងដាវទាញចុះក្រោមបន្តិចហើយ scale បន្តិចចាំម្ដងទៀតកន្លែង face ហ្នឹងវានៅស្មើគ្នាតើនេះ face ហ្នឹងវានៅស្មើគ្នាហើយបើយើងមើលនៅលើរូបកន្លែងនេះដូចជាខ្នងដាវក៏អត់អាហ្នឹងនេះអានេះយើងមើលអត់សូវដល់នេះគេអញ្ចឹងនេះយើងដូចខ្នងដាវអញ្ចឹងដើម្បីធ្វើអញ្ចឹងបានតើតែយើងចុច move មកទាញកណ្ដាលឡើងមកលើបន្តិចទាញឡើងកែងហ្នឹងចុះក្រោមបន្តិច scale ចូលក្នុងបន្តិចទៅហើយយើងបវល់មើលទៅបាទបន្ទាប់មកយើងមើលនៅកន្លែងខាងក្រោមនេះខាងនេះវិញវាប៉ោងដែរប៉ោងដូចខ្នងដាវដែរប៉ុន្តែដូចជា1ភាគ2នៃខ្សែខនៃរង្វង់ទេអាហ្នឹងដូចដបទឹកសុទ្ធ move cylinder ទេអញ្ចឹងយើងអាច select ខាងក្រោមនេះទាញវាមកចែទៅគ្រូ select អស់ click 1 control click 2ដងជាប់គ្នា control shift double click ស្មើ loop selection ដែរបើយើងនឹងចេះ loop មកជុំតែម្ដងអញ្ចឹងទាញមកដោយឲ្យលើមកដែរអញ្ចឹងអត់ទេទាញតែ click 1 shift double click គឺវា loop selection ហ្នឹងនៅកន្លែងចន្លោះទាញវាមកនេះ double click នេះយើង double click មកវាអត់មកជុំវាស្របគ្នាទេពីទៅលើបន្តិចក៏បានអានេះយើង click 1 shift double click តើមកចាំយើង scale រួមឲ្យវាសំប៉ែតទៀតកុំឲ្យវាក្រាស់ពេកអានេះវារៀងក្រាស់ពេកសំប៉ែតតិច double click scale វាចេញមកគេរុញទៅលើបន្តិចបន្ទាប់មកយើងមើលពីចំហៀងនេះពីមុខយើងប្រវល់មើលពីចំហៀងមកវាអាចវារៀងធំខាងលើអាហ្នឹងធំខាងលើយើងមើលនៅក្នុងរូបក៏ដូចគ្នាដែរនេះវារៀងខាងលើនេះរៀងធំខាងក្រោមនេះរៀងស្រួយអាហ្នឹងអញ្ចឹងយើងគូដូចគ្នាមកយើងអាចមើលពី right view មក select scale បន្តិចមក select scale ចេញបន្តិចទៅ select scale ចេញបន្តិចទៅ select scale ចេញបន្តិចអានេះយើង move ទៅលើ
នេះយើងទាញចូលក្រោមបន្តិចណាហើយយើង scale ចូលក្នុងបន្តិចណាយើង scale ចេញក្រៅ scale ចេញក្រៅ scale ចេញក្រៅចឹងមើលពីខាងមុខឃើញបែបនេះអត់ទាន់កោងទេយើងទាញឲ្យកោងទៅទៀត W មួយយើងបង្វិលមើល perspective ទៅតោះមកយើងតេស្ត smooth មើលទៅវាអត់ទាន់ទូចខាងក្រោមនៅរៀងនេះយើងអាចទាញអានេះឲ្យធំបន្តិចមកឬក៏យើងមើលពី right view មកចូលក្នុងវិញចូលក្នុងវាអត់សូវប៉ោងយើងទាញវាឲ្យចេញរៀងក្នុងដៅថែមទៀតតាមរយៈមូលនេះយើង scale វាតិចកន្លែងនេះយើងអាចចូល vertex មួយឡើងលើអាហ្នឹងយើងទាញ vertex ទាញ edge ទៅតាមរូបរបស់យើងណាទាញហើយយើងបង្វិលមើលទៅកន្លែងណាប៉ោងទាញឲ្យវាផតវិញទៅកន្លែងណាផតទាញឲ្យប៉ោងទៅតាមរូបរបស់យើងអាចមានរូបមន្តនេះត្រូវទាញតាមគ្រូសំខាន់យើងមើលឲ្យយល់រូបរាងហើយយើងចេះគ្រប់គ្រងទៅលើ vertex ទៅលើ edge ទៅលើ face ហើយយើងចេះប្រើប្រាស់ទៅលើ extrude edge អីហ្នឹង bevel bridge អីហ្នឹងប៉ុន្តែក្នុងករណីនេះគឺអត់ទេសំខាន់យើងស្គាល់ពី object ហើយនឹង wall ដើម្បី align pivot វាទៅតាម object ឬក៏ឲ្យវាកែងទៅនឹង grid scale ឡើយណាយើងអាច scale បានយើង scale បន្ថែមមកអានេះយើង scale ទូចវិញសំខាន់យើង scale ក៏យើងទាញឲ្យត្រូវពីរជ្រុងណាឲ្យត្រូវពីរជ្រុងមកពីខាងមុខខាងស្ដាំហើយនឹង perspective ហើយយើង smooth smooth បន្ទាប់មកយើងត្រូវ insert ខ្សែវាមួយទៀតទេព្រោះឲ្យវាឃើញស្នាមជ្រុងស្រួចបើសិនជាយើងមើលទៅលើរូបកន្លែងណាមួយនេះកន្លែងនេះវារៀងស្រួចអាហ្នឹងហើយកន្លែងយើងមើលនេះរៀងស្រួចកន្លែងនេះរៀងមានមុខអាហ្នឹងណាមានមុខកន្លែងហ្នឹងអញ្ចឹងយើងគ្រាន់តែចុចលេខ1វិញយើងចូលទៅក្នុង insert reset វាចោលបិទវាคลิกជាប់ទាញមកចិត្តឡើងហ្នឹងពេលដែលយើង smooth ទៅឃើញជ្រុងហើយឃើញទេឃើញស្នាមជ្រុងហើយតាមជ្រុងអញ្ចឹងកន្លែងហ្នឹងគឺយើងបន្ថែមខ្សែមកវាជ្រុងយើងដឹងស្រាប់ហើយ A កាន់តែចិត្តគ្នាគឺវាកាន់តែជ្រុងហើយ
và tòa máu dương trời do control C hay chóp dương do vô vậy đam bay ấy đam bay dương mirror vía rồi có dương symmetry vía ở cái năng grid năng rồi gọi cái năng body vào vía mà ta pivot vào vía nơi nè pivot object nên ảnh nắng cứ nơi cái đá đầy nên được ảnh rồi có cái đá object năng chẳng bà sân chia dương trong reflect đầy ní màu khăn này nằm đó nơi khăn AI và tay nơi khăn mai giá cái hào tha symmetry rồi có mirror nơi khăn 3D Max đối chỉ modify link symmetry chẳng bà dương symmetry đó bị chọc cái lại năng chịp chặt đầy ăn màu hàng nè đi chẳng nằm bay ai viên màu hàng vì bà dương mơ tới kháng đam đầy với mình đầy robot đầy chơi như thế ạ chẳng tìm mua nhưng thật đâu pivot này đầy năng màu cả đá sẵn màu cả đá luôn năng sẵn nằm bay đâu với bán cơm con với bán dương cho trả sọt đi máu đập bay dương in nằm bỏ tay lơ pivot trong pe là dương mua tới pivot với đá object nơi tờ dương ad mơ sáng tích tiên là khổ ai dương phơ tam khỏi thế tại bởi dương vô lá dương cu ta này thì chẳng dương tiền gì mà tay tiền máu pe là dương cho trả sọt đi á dương in nằm bỏ pivot tới mau cả đá thế to đại dương do snap lại nhỉ ô the cat ô enter dương click vô tờហើយបើសិនជា 3ds max យើង right click lên ហ្នឹងមកយើងអាចយក midpoint យក center យក vertex យក edge យកអីប៉ុន្តែនៅក្នុងនេះយើង click ចំណុចកណ្ដាលនេះ snap to point ដូចរូបដែលឆក់ហ្នឹងអ្នកមើលរឿងឆ្មាកដល់ឃើញដឹងហើយរូបដែលឆក់ហ្នឹងទៅអញ្ចឹងយើងទាញវាមកឃើញវាឆក់ចំ point នេះក៏กระดาเลยกระดาในคลวนนะฮะยังจอจะซอสดียังบัด snap ชามั้งจอจะซอสดีนำใบดิสบอแต่เลยไพโวเดียววันจังยังจองฉลอกเวียมาหางไฟวิกัดอะก็หอมคืออะเอกแต่อัดปัจจัยเวียมาหางไฟเต้อัดเตยหางสนามนี่เต้ปัจจัยปีสัญญาปรุนเดียวจังดอกเอกจังยังโจมาขนมอีดิดไหมยังโยมีรอกับบ้านยังปราบปราซีเมตรีกับบ้านตัวนี้จังยังโยมีรอtới đầm bayตลอดปีโยออปชั่นในขนมเมนูบ้าไหมหรือก่อนในข้างขอมบูเลียนกับบ้านสับเรดหรือก่อฟิลโฮหรือก่อสมูทได้ยังเรียนเฮาเนี่ยยังจดออปชั่นดังมั้งยังเคยมีรอออปชั่นมีรอออปชั่นยังดังตึกได้เลยแต่อันเหมือนนั่งไอ้ดอกเอ็ดมูลค่าได้บันดอกเอ็ดลางวันคือเวียตัวปีสัญญาปรุนมาวหางช่วยได้ยืนหายวิกายจะนั่งเอ็ดบานเอ็ดปัจจัยบริษัทยังได้นั่งไอ้มาขอมtừ lứa cứ vài vậy po ai vậy bài tòn cái này mau khổ cứ độ vài phần chấm ở vậy để dân chọn bán cứ mirror assist nè dân do ích mà ta bữa sau dân chọn ai bị mà khổ chết dân do vài toàn đấy mà ta bởi dân chọn ai bị từ một robot nó rồi còn tay khăn khỏi robot nó gì giặt bình đo bốc cứ mirror với chùm miến hay nè với chùm miến dọn đỏ toàn đấy
direction របស់វា mirror direction របស់វាដកអាហ្នឹងហើយកន្លែង mirror axis position នេះគឺយើងអត់យក object ទេបើយើងយក object វាប្រឆាត់ mirror ប្រឆាត់ទៅតាម object របស់យើងព្រោះឲ្យយើងខំដូរវាពី object មក wall វិញអញ្ចឹងវាកែងនៅនឹងផែនដីហ្នឹងហើយgrid ហ្នឹងហើយអញ្ចឹងទី1កន្លែង mirror axis position នេះយើងយក wall ហ្នឹងត្រូវហើយព្រោះឲ្យវាកែងនឹង grid ប៉ុន្តែបើសិនជាយើងយក object ណែ object របស់យើង train ចាអញ្ចឹងវាឆ្លោះមកខាងណាវិញវាអាចមកខាងណាឬក៏មកខាងណាវិញវា train តាមហ្នឹងហើយ x ត្រូវហើយដកត្រូវហើយមួយទៀតយើងត្រូវដឹងគឺកន្លែង merge កន្លែង merge នេះបើសិនយើងគូមុខយើងគូផ្នែកមួយចំហៀងច្រមុះមួយចំហៀងតិចមួយចំហៀងពេល mirror ទៅកន្លែង point ហ្នឹងវាប៉ះគ្នាឬក៏វាត្រួតស៊ីគ្នាអាហ្នឹងអញ្ចឹងអាកន្លែង point ឬក៏ vertex នឹងប៉ះគ្នាបើសិនជាយើងអត់ merge ទេគឺពីរហ្នឹងវាត្រូវប៉ះគ្នាទេប៉ុន្តែ smooth ទៅប្រហាក់ប្រឡោះអាហ្នឹងពេលដែលយើងគូ face ឬក៏យើងគូ character គូអីទៅដឹងហើយនៅក្នុង blender ក៏អញ្ចឹងដែរអាហ្នឹងអញ្ចឹងយើងអាចយក auto ទៅបានដែរប៉ុន្តែបើសិនយើងយក custom គឺយើងអាចកំណត់វាដូចនៅក្នុង editable poly របស់ 3ds Max យើងកំណត់ thickness ដើម្បីឲ្យវា well ចូលគ្នាចន្លោះពី vertex មួយទៅ vertex មួយវាឆ្ងាយពីគ្នាពេកអាហ្នឹងដូចអាហ្នឹងអ្នកបកកែរូបវិជាគ្រូចាំថ្នាក់ទី9អក្សរ G ដែនទំនាញដី 9.8 ពេលដែលយើងដាក់អញ្ចឹងទៅអាកម្លាំងដែលវាធ្លាក់ចុះទៅដីកម្លាំងវាប៉ុណ្ណឹងតែអាហ្នឹងគឺយើងអាចកំណត់វាប៉ុន្តែយើងយកអូតូទៅអត់សូវសំខាន់ហ្មងទេអាហ្នឹងប៉ុន្តែពេលដែលយើង smooth ដែរយើងឃើញស្នាមថ្នេរនៅមុខកដាលមុខឬក៏កដាល character ដែលយើងគូហ្នឹងគឺ hole វាអត់ជាប់គ្នាអាហ្នឹងបញ្ហាកន្លែងហ្នឹងហើយអាហ្នឹងតែអានេះវានៅឆ្ងាយពីគ្នាវាអត់ត្រួតស៊ីគ្នាទេអញ្ចឹងអត់បញ្ហាអីទេតោះនេះក្នុងករណីហ្នឹងគឺអត់មានបញ្ហាអីកន្លែង well merge ហ្នឹង merge ឬក៏ well ហ្នឹងអាហ្នឹងហើយខាងក្រោមនេះវាតាក់ទងនឹង UV តាក់ទងនឹងអីជាងការយើងបក UV មកចំហៀងហើយយើង mirror UV ទៅមួយចំហៀងទៀតអាហ្នឹង UV ហ្នឹងដូចជាយើងធ្លាប់ប្រហែលជាយើងធ្លាប់ស្គាល់ហើយ UVW mapping នៅក្នុង Maya modify layer នៅក្នុង 3D Max អញ្ចឹងលោកគ្រូ apply យកទៅ close វាចោលបានចុច W ទៅបានបន្ទាប់មកយើងឃើញដៃហ្នឹងវាជាប់គ្នាទៅអត់ជាប់គ្នាហ្នឹងមកពីយើង merge មិនហ្នឹងអញ្ចឹងដើម្បីកុំឲ្យវាដាច់គ្នាវិញយើងអាចប្រើប្រាស់separate វានៅផ្សេងគ្នាវិញត្រូវហើយម្ដងទៀតពេលដែលយើង mirror ការពារកុំឲ្យបញ្ហា file ឬក៏ mesh យើងគួរតែចុចលេខ1សិនចាំយើង mirror វាប៉ុន្តែនៅក្នុងករណីនេះវាអត់ mesh hay អត់ច្រើនទេអញ្ចឹងយើងមិនបាច់ disable smooth ចុចលេខ1វិញក៏បានដែរបន្ទាប់មក object 2ហ្នឹងជាប់គ្នាត្រូវអត់ដើម្បីផ្ដាច់វាវិញវាមិនមែនជា group ទេយើងមើលនៅលើនេះមិនមែនជា group ទេអញ្ចឹងយើងអត់ចូល ungroup ទេយើងចូលមកក្នុង mesh យើងប្រើប្រាស់ separate តើអត់យើងធ្លាប់រៀនហើយតើអត់លោកគ្រូធ្លាប់បង្ហាញហើយគ្រូបិទនេះហើយគឺយើងប្រើប្រាស់ separate វាមកគឺវាដាច់ចេញពីគ្នាដាច់ចេញពីគ្នាក្រោយពេលដាច់ចេញពីគ្នាហើយវាបញ្ហាទី1គឺ pivot របស់វាហ្នឹងអត់ center ដៃស្ដាំដៃឆ្វេងក៏វាអត់ center ដែរអញ្ចឹងយើង select ទាំងពីរហ្នឹងមកយើងចូលទៅក្នុង modify យើងយក center pivot អញ្ចឹងអក្សរ D ហ្នឹងវាស្មើនឹង
enable ឬក៏ disable ទៅលើ pivot ទៅហើយយើងចូលមកក្នុង modify link យើងជ្រើសរើសយក center ហ្នឹងបានន័យថាយើងឲ្យ pivot របស់យើងហ្នឹងវាទៅ center វិញអាហ្នឹងនេះបិទវាវិញបានឬក៏យើងទាញវាមកជ្រុងកន្លែងនេះក៏បានដែរព្រោះឯដៃរបស់យើងពេលដែលយើងបវល់ផ្ចិតគឺនៅកន្លែងស្មាទៅអត់អញ្ចឹងពេលដែលយើងទាញមកនេះហើយយើងចង់ឲ្យមានចលនាមានអីយើងត្រូវយក pivot វាមកកន្លែងហ្នឹងមកកន្លែងស្មាហ្នឹងហើយយើង rotation តាមហ្នឹងឃើញទេ rotation តាមហ្នឹងត្រូវហើយឃើញទេប៉ុន្តែបើសិនចំកណ្ដាលគឺអត់ទេឃើញទេអត់ត្រូវពេលដែលយើង animation ឬក៏យើងធ្វើចលនាហ្នឹងអាហ្នឹងអញ្ចឹងក្នុងករណីនេះយើងឲ្យវា center សិនទៅ control Z ហើយយើង select នេះយើង center តែម្ដងអញ្ចឹងកដាខ្លួនវាចុចលេខ3ចឹងទី1អក្សរ D យើងបើក pivot ហើយយើង snap ជាមួយ point ហើយយើងប្រើប្រាស់ទៅលើ mirror ដោយយើងគ្រប់គ្រងទៅលើ mirror axis position ឬក៏ mirror axis x y z ឬក៏ mirror direction ឬក៏ merge អីហ្នឹងតាមពិតក៏មាន offset ដែរបើយើងអត់ដូរនេះយើងយក offset ក៏បានដែរប៉ុន្តែយើងដឹងចម្ងាយពីស្មាចំហៀងទៅស្មាមកចំហៀងអាហ្នឹងកន្លែង offset ហ្នឹងយើងមិនបាច់ដូរ pivot ក៏បានដែរប៉ុន្តែយើងត្រូវដឹងស្មាមួយទៅស្មាមួយចម្ងាយវាប្រហែលហើយយើងកំណត់ទៅវាទៅហើយវិជ្ជមានអវិជ្ជមានយើងដឹងហើយបច្ច្រាស់ពីសញ្ញាព្រួញហើយវាកែកអីគឺហ្នឹងហើយចឹងមុននឹងយើងចាប់ផ្ដើមគូបន្តទៀតយើងប្រវល់មើលវាមកជុំសិនគាត់ថាត្រូវហើយចាំយើងធ្វើអីទៀតណាចាំយើងធ្វើអីបន្តទៀត